នឹងហើយមុននឹងចូលទៅទស្សនាសាច់រឿងភាគទី24របស់យើងកុំភ្លេចជួយ like comment និងចុច sub ឲ្យ channel ថ្មីរបស់ admin ម្នាក់មួយផងចាប់ផ្ដើមនៅសាច់រឿងបន្តទៅយីឈិនបានខលទៅរកយីលីងធានខ្ញុំបានប្រាប់ទៅលោកជាច្រើនដងហើយកុំហៅខ្ញុំថាជាព្រះអង្គម្ចាស់ដោយយីលីងធានក៏បានឆ្លើយតបមកវិញខ្ញុំដឹងថាព្រះអង្គម្ចាស់ពេលនេះនៅក្នុងក្រុងជាងឈឹងដោយដែលអ្វីដែលខ្ញុំបានរំពឹងទុកមែនហើយពេលនេះខ្ញុំក៏នៅក្នុងក្រុងជាងឈឹងដែរបន្ទាប់ពីស្ដាប់ឮបែបនោះយីឈិនក៏ជឿក្បាលតែម្ដងដោយសារតែធ្លាប់និយាយប្រាប់គេជាច្រើនដងប៉ុន្តែគេនៅតែហៅបែបនេះទៀតហើយបំភ្លេចវាចោលទៅហៅខ្ញុំតាមដែលលោកចង់ហៅក៏បានដែរដូច្នេះពួកយើងគួរតែរកកន្លែងមួយដើម្បីជួបគ្នាព្រោះតែខ្ញុំមានរឿងខ្លះដែលត្រូវពន្យល់ឲ្យបានច្បាស់ដោយយីលីងធានក៏បានសប្បាយចិត្តហាព្រះអង្គម្ចាស់នៅទីបំផុតក៏សុខចិត្តចង់ជួបខ្ញុំដូច្នេះជួបគ្នានៅក្លឹបយូហៅព្រោះតែក្លឹបមួយនោះគឺជាកម្មសិទ្ធិរបស់ខ្ញុំព្រោះតែក្លឹបរបស់ខ្ញុំគួរឲ្យទុកចិត្តនិងមានសុវត្ថិភាពទីផងថែមទាំងមានបរិយាកាសល្អនិងស្ងប់ស្ងាត់ខ្លាំងណាស់យីឈិនក៏បានតបយកព្រមខ្ញុំស្គាល់ហើយបន្ទាប់មកក៏បានបិទទូរស័ព្ទបើតាមខ្ញុំស្គាល់ក្លឹបយូហៅគឺជាក្លឹបល្បីជាងគេនៅក្នុងក្រុងជាងឈឹងការចូលទៅកំសាន្តគឺវាពិបាកខ្លាំងណាស់ទោះបីជានាងមានលុយច្រើនក៏ដោយក៏ប្រហែលមិនអាចចូលទៅក្នុងនោះបានដែរតើតែមានការសម្គាល់ខ្លួនរបស់ក្លឹបសិនបានអាចចូលទៅបានមើលទៅនៅក្នុងយប់នេះខ្ញុំប្រហែលជាអាចជួបឈូស៊ូរ៉ាហើយកាន់មកពេលយប់នៅក្លឹបកំសាន្តយូហៅដោយដែលអ្វីដែលយីឈិនបាននិយាយឈូស៊ូរ៉ាជាមួយនឹងប៉ារបស់នាងក៏បានដើរចូលមកគាត់ក៏បានសួរកូនរបស់គាត់តើកូននៅតែគិតអំពីការស្លាប់របស់យ៉ាវជីងគូទៀតមែនទេមិនចាំបាច់ព្រួយបារម្ភដល់ថ្នាក់នោះទេប្រហែលជាវាគ្រាន់តែជាអបតហេតុតែប៉ុណ្ណោះដោយនាងក៏បានតបទៅវិញលោកប៉ាគ្រូសាឈូរបស់យើងបានប្រប្រាំអំណាចស្ទើរតែទាំងអស់ក្នុងការស៊ើបអង្កេតនៃការស្លាប់របស់គាត់ប៉ុន្តែនៅតែមិនបានអំរយអ្វីឡើយត្រង់ចំណុចសំខាន់នៅក្នុងកាមេរ៉ាសុវត្ថិភាពយើងមិនបានឃើញពីឃាតករនោះទេដូចជាមានអ្នកណាបានបិទបាំងយ៉ាងអាតកំបាំងធ្វើឲ្យការស៊ើបអង្កេតរបស់យើងមានការកៀងជាខ្លាំងបន្ទាប់មកនាងក៏បានគិតបន្តទៀតតើគេគឺជាអ្នកណាដែលអាចទប់ស្កាត់ព័ត៌មានទាំងអស់នេះបានសូម្បីតែគ្រូសាឈូរបស់ខ្ញុំដែលមានអំណាចខ្លាំងក្លាក៏មិនអាចប៉ះពាល់វាបានដែរភ្លាមនោះលោកប៉ារបស់នាងក៏បាននិយាយប្រាប់ឈប់គិតពីរឿងទាំងនោះទៅដោយសារតែនៅក្នុងយប់នេះប៉ាបានណាត់ជួបជាមួយនឹងបរិមម្នាក់ដែលមកពីការិយាល័យសន្តិសុខជាតិប្រហែលជាអាចពិភាក្សាជាមួយនឹងកើតអាចរោគដំរីបានឃើញខ្លះបន្ទាប់ពីមកដល់ទ្វារចូលទៅខាងក្នុងសន្តិសុខស្រីម្នាក់ក៏បាននិយាយរាកទាក់សួស្ដីសូមបង្ហាញការសមាជិករបស់នេះទាំងពីរសិនបន្ទាប់ពីពួកគេបានបង្ហាញហើយក៏បានអនុញ្ញាតឲ្យចូលទៅខាងក្នុងបន្តទៀតលោកប៉ាហេតុអ្វីបានជានៅក្នុងក្លឹបកំសាន្តមួយនេះហាក់បីដូចជាខុសពីធម្មតាអញ្ចឹងហាក់បីដូចជាមានត្រកូលគ្រួសារអភិជនជាច្រើននៅទីនេះថែមទាំងមាននៅពួកអង្គរៈជាច្រើនដែលមាននៅក្បាច់គុណធម្មពលខ្លាំងក្លាលោកប៉ារបស់នាងក៏បានតបមែនហើយកូនស្រីតើបានកត់សម្គាល់ឃើញនរណាម្នាក់ដែរទេដោយនាងក៏បានសំណឹងទៅហើយនិយាយប្រាប់វិញលោកប៉ាខ្ញុំបានឃើញបរិសុទ្ធចំណាស់កងខ្នងម្នាក់តើលោកប៉ាស្គាល់គេដែរទេប៉ារបស់នាងក៏បានតបវិញបរិសុទ្ធចំណាស់ម្នាក់នឹងលោកប៉ាស្គាល់ប៉ុន្តែគាត់មិនស្គាល់លោកប៉ានោះទេព្រោះតែគាត់គឺជាអ្នកគ្រប់គ្រងក្លឹបកំសាន្តយូហៅគាត់មានរូបរាងខ្នងកងមែនប៉ុន្តែក៏មើលស្រាលគាត់ឲ្យសោះដោយសារតែគាត់គឺជាគ្រូក្បាច់គុណមានឥទ្ធិពលខ្លាំងក្លាម្នាក់នេះហើយគឺជាហេតុផលមួយដែលធ្វើឲ្យគ្មាននរណាហ៊ានប៉ះពាល់ក្លឹបយូហៅរបស់គាត់សូម្បីតែគ្រូសាឈូរបស់យើងបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យឈូស៊ូរ៉ាក៏បានលន់មាត់គ្រូក្បាច់គុណមែនហើយលោកប៉ាមានរឿងមួយដែលគុណមិនធ្លាប់យល់នោះទេធ្វើត្បិតតែក្លឹបយូហៅមានភាពប្រណិតក៏ដោយវាក៏មិនល្អឥតខ្ចោះដោយគ្រូសាធំទាំងអស់នៅក្នុងក្រុងជាងឆឹងដែរហើយអ្វីបានជាគ្រូសាធំទាំងអស់ព្យាយាមប្រកបចិត្តពួកគេអញ្ចឹងឬមួយក៏ម្ចាស់ក្លឹបយូហៅគឺជាអ្នកដែលមានអំណាចដោយប៉ារបស់នាងក៏បាននិយាយប្រាប់ជាការពិតណាអ្នកដែលនៅពីក្រោយក្លឹបកំសាន្តមួយនេះគឺជាលោកម្ចាស់ជាងណានឈ្មោះរបស់គាត់គឺជាយីលីងធានបន្ទាប់ពីស្ដាប់ឮបែបនោះធ្វើឲ្យឈូស៊ូរ៉ាភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មកក៏បានគិតបន្តិចយីលីងធានធ្លាប់បាននិយាយថាគ្រូសាឈូគឺជាគ្រូសាដំបូងនៅក្នុងក្រុងជាងណានដែលមានឥទ្ធិពលខ្លាំងជាងគេនៅក្នុងក្រុងមួយនឹងចំណែកព្រះអង្គម្ចាស់ជាងណានវិញគឺជាមនុស្សម្នាក់ដែលមានឥទ្ធិពលនៅក្នុងក្រុងជាងណានទាំងមូលដោយលោកប៉ារបស់នាងក៏បន្តនិយាយប្រាប់កូនស្រីរបស់គាត់ទៀតកុំភ្លេចអសមិនត្រូវធ្វើអ្វីខុសឆ្គងនៅទីនេះនោះទេព្រោះថាគ្រូសាឈូរបស់យើងមិនអាចស៊ូជាមួយនឹងពួកគេបានឡើយហើយពេលនេះប៉ាដល់ពេលទៅជួបនឹងបរិមម្នាក់ដែលមកពីការិយាល័យសន្តិសុខជាតិឈូស៊ូរ៉ាក៏បាននិយាយប្រាប់លោកប៉ាទៅជួបនឹងគាត់តែម្នាក់ឯងទៅព្រោះតែកូនចង់ដើរជុំវិញទីនេះសិនដើម្បីស្រូបយកខ្យល់អាកាសល្អបន្ទាប់ពីនាងបានបែកផ្លូវជាមួយនឹងលោកប៉ារបស់នាងហើយនាងក៏បានដើរតែម្នាក់ឯងដើរមិនដើរខលចិត្តមិនដើរខ្ញុំមិនដឹងថាមូលហេតុអ្វីនោះទេនៅពេលដែលខ្ញុំបែកភ្នែកតែងតែឃើញសាកសពរបស់យ៉ាវជូងគូដិតជាប់នៅក្នុងខួរក្បាលជានិច្ចប៉ុន្តែការស្លាប់របស់គាត់មិនបានរំខានអ្វីខ្ញុំនោះទេអ្វីដែលរំខានខ្ញុំគឺជាទេពករដែលសម្លាប់គាត់ជាការពិតណាស់គេបានប្រសាសពយ៉ាវជូងគូដើម្បីរំលឹកដល់គ្រូសាយីតើវាអាចទៅរួចទេដែលគេតកោមាននោះគឺជាគ្រូសាយីភ្លាមនោះនាងក៏បានជួបនឹងយីឈិនធ្វើឲ្យពួកគេទាំងពីរនេះមានការភ្ញាក់ផ្អើលព្រមគ្នាឈូស៊ូរ៉ាយីឈិនដែលនាងក៏បានបន្តគិតក្នុងចិត្តទៀតវាមិនអាចទៅរួចនោះទេទោះបីជាមនុស្សអបរិយយីឈិនមាននោះនៅរស់ក៏ដោយបើពឹងលើសមត្ថភាពរបស់គ្រូសាយីមិនគួរណាមានឱកាសបង្ហាញខ្លួននៅទីនេះនោះទេមើលទៅគេច្បាស់ជាមានអ្វីជាមិនខានមិនថាគេគឺជាអ្នកណាក៏ដោយដោយសារតែបរិមម្នាក់នេះនឹងមនុស្សអបរិយយីឈិនស្រដៀងគ្នាខ្ញុំគួរតែនិយាយរៀបតិចជាមួយគេខ្លះបន្ទាប់មកនាងក៏បានញញឹមនិយាយថាសួស្ដីហើយខ្ញុំសូមទោសផងដោយសារតែមុននឹងខ្ញុំបានចាំមនុស្សខុសព្រោះតែលោកមើលទៅស្រដៀងនឹងមិត្តភក្តិរួមថ្នាក់របស់ខ្ញុំកាលពីក្មេងធ្វើឲ្យភ្លាមខ្ញុំក៏មានការភ្ញាក់ផ្អើលបន្តិចដែរបន្ទាប់មកក៏បានណែនាំខ្លួនខ្ញុំឈ្មោះឈូស៊ូរ៉ាមុននឹងលោកជិនជើចូលមកក្នុងក្លឹបកំសាន្តមួយនេះប្រហែលជាលោកបានលើអំពីគ្រូសាឈូរបស់ខ្ញុំហើយនេះគឺជានាមបានផ្ទាល់ខ្លួនរបស់ខ្ញុំប្រសិនបើលោកជួបប្រទះបញ្ហាលំបាកណាមួយនៅពេលអនាគតអាចទាក់ទងមករកខ្ញុំបានខ្ញុំនឹងផ្ដល់ជំនួយបន្ទាប់ពីស្ដាប់ឮបែបនោះយីឈិនក៏បានទាដៃរបស់នាងទម្លាក់កាត់មកខាង
ក្រោមបន្ទាប់មកក៏បានយកជើងជន់តើនាងគិតថាគ្រូសាឈូនាងជាអ្វីទៅចំណែកឈូស៊ូរ៉ាបន្ទាប់ពីមានមនុស្សមើងងាយបែបនោះនាងក៏ខឹងយ៉ាងខ្លាំងលោកគិតថាលោកគឺជាអ្នកណាហើយអ្វីបានជាហ៊ានធ្វើដាក់គ្រូសាឈូរបស់ខ្ញុំបែបនេះថែមទាំងបានប្រើសម្លេងខ្លាំងៗបែបនេះដាក់ខ្ញុំទៀតផងតើលោកដឹងថាកំពុងតែធ្វើអ្វីទេយីស៊ិនក៏បានតបទាំងកំហឹងនាងចង់ដឹងថាខ្ញុំកំពុងតែធ្វើអ្វីមែនទេប្រញាប់ចាក់ចេញពីទីកន្លែងនេះភ្លាមខ្ញុំមិនចង់និយាយច្រើនដងនោះទេបន្ទាប់ពីស្ដាប់ឮបែបនោះឈូស៊ូរ៉ាទ្រាំលេងបានលោកដៃបំរុងនឹងទីយីឈិនទៅហើយបរិះចំណាស់កងក្នុងមនុស្សក៏បានមកដល់ឈប់ភ្លាមតើនាងកំពុងតែធ្វើអ្វីឈូស៊ូរ៉ាបន្ទាប់ពីឃើញបរិះចំណាស់ម្នាក់នោះនាងក៏បាននិយាយដល់សារបន្តិចខ្ញុំមិនបានធ្វើអ្វីនោះទេហើយខ្ញុំឈ្មោះឈូស៊ូរ៉ាមកពីគ្រូសាឈូដោយបរិះចំណាស់ម្នាក់នោះគាត់មិនខ្វល់លងឡើយគាត់ក៏បានសើចឡើងមិនថានាងគឺជាគ្រូសាឈូឬក៏គ្រូសាស៊ូនោះទេប្រសិនបើមិនចាក់ចេញពីទីនេះឥឡូវនេះនាងកុំគិតឲ្យសោះថាលើកក្រោយនឹងអាចឈានជើចូលក្នុងក្លឹបកម្សាន្តរបស់ខ្ញុំបានបន្ទាប់ពីស្ដាប់ឮបែបនោះឈូស៊ូរ៉ាមានការផ្ចាល់យ៉ាងខ្លាំងអរខ្ញុំសូមអភ័យទោសផងខ្ញុំនឹងប្រញាប់ចាក់ចេញឥឡូវនេះបន្ទាប់ពីចាក់ចេញទៅវិញនាងក៏បានរអ៊ូដែរអាឡែនឯសំណាងខ្លាំងណាស់ទូប្រុសរបស់យើងបន្ទាប់ពីមកអង្គុយសន្លងហើយក៏បាននិយាយឡើងពេលដល់ពេលវេលាកំណត់ដែលខ្ញុំបានណាត់ជួបហើយអ្វីបានជាយីលីងធានមិនទាន់មកទៀតប្រសិនបើគេមិនមកតាមពេលវេលាណាត់ជួបខ្ញុំនឹងត្រឡប់ទៅវិញហើយដោយបរិះចំណាស់កងក្នុងម្នាក់នោះគាត់ក៏បានសើចបន្តិចហាប្រហែលជាគាត់មានបញ្ហាអ្វីមួយនៅតាមផ្លូវហើយសូមអ្នកកំឡុកកំព្រួយបារម្ភអីព្រះអង្គម្ចាស់ជាងណារបស់យើងនឹងមកទីនេះឆាប់ៗជាមិនខានយីឈិនក៏បាននិយាយទៀតខ្ញុំរងចាំគាត់តែ3នាទីតែប៉ុណ្ណោះប្រសិនបើរយៈពេល3នាទីមិនបានមកដល់ខលទៅប្រាប់គាត់ទៅមិនបាច់មកនោះទេដោយបរិះចំណាស់ម្នាក់នោះបន្ទាប់ពីស្ដាប់ឮសម្ដីរបស់យីឈិនបែបនេះធ្វើឲ្យគាត់ក៏បានគិតក្នុងចិត្តតើឥឡូវនេះជាអ្នកណាមិនដេចក៏គេហ៊ានមានគោរពព្រះអង្គម្ចាស់ជាងណារបស់យើងបែបនេះប្រសិនបើមិនមែនព្រះអង្គម្ចាស់ឲ្យខ្ញុំទទួលគេឲ្យបានល្អនោះទេពេលនេះខ្ញុំនឹងប្រដៅគេជាមិនខានដល់ពេលនោះយីលីងធានក៏បានមកដល់ធ្វើឲ្យបរិះចំណាស់ម្នាក់នោះក៏ប្រញាប់ធ្វើការគោរពខ្ញុំហើយកាងសូមគោរពព្រះអង្គម្ចាស់បន្ទាប់មកគាត់ក៏បានគេក្នុងចិត្តបន្តិចបន្ទាប់ពីបានជួបគាត់អស់រយៈពេល1ឆ្នាំមកទៅអំណាចរបស់គាត់នៅតែខ្លាំងក្លាដូចមុនចំណែកទូប្រុសរបស់យើងនៅតែសម្ដីលយយីលីងធានលោកបានមកយឺត2នាទីហើយនឹងហើយអ្នកទាំងអស់គ្នាតាមមួយភាគនេះជាតិដែរឬទេកុំភ្លេចជួយ like comment subscribe ឲ្យ channel របស់ admin ផងដោយសារតែសាច់រឿងរបស់យើងក៏ដល់ភាពបញ្ចប់ក៏សូមអធិស្ឋានរាល់កំហុសឆ្គងដែលបាននិយាយឡើងបាយបាយអ្នកទាំងអស់គ្នា